សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំតើមានដែលអារម្មណ៍ថាពេលក្រោកពីគេងមកហត់នឿយអស់កម្លាំងហើយមិនដឹងថាត្រូវចាប់ផ្ដើមធ្វើអ្វីមុនទេថ្ងៃនេះខ្ញុំនឹងមកចែករំលែកនៅ5ទម្លាប់ល្អពេលព្រឹកដែលនឹងជួយប្ដូរថ្ងៃដ៏ធុញទ្រាន់របស់អ្នកឲ្យទៅជាថ្ងៃដែលមានថាមពលនិងប្រសិទ្ធភាពខ្ពស់បំផុតបើចង់ដឹងថាមានអ្វីខ្លះកុំភ្លេចចុច like និង subscribe ម្នាក់មួយសិនណាចំណុចដំបូងគេបង្អស់ដែលងាយបំផុតតែមនុស្សភាគច្រើនរំលងគឺការញ៉ាំទឹកមួយកែវធំភ្លាមក្រោយក្រោកពីគេងរាងកាយយើងអត់ទឹក7ទៅ8ម៉ោងហើយពេលយប់ចឹងទឹកមួយកែវនេះគឺដូចជាការដាស់ម៉ាស៊ីនក្នុងខ្លួនឲ្យដំណើរការនិងធ្វើឲ្យខួរក្បាលយើងភ្លឺស្វាងតែម្ដងចំណុចទី2គឺសុំអង្វរចិត្តកុំអាលចាប់កាន់ទូរស័ព្ទឆែក social media អីខ្ញុំដឹងថាវិញ្ញាណតែការបើកភ្នែកមកមើលរឿងរ៉ាវអ្នកដទៃឬការងារភ្លាមវានាំ stress មកឲ្យយើងតាំងពីព្រលឹមទុកពេល15នាទីឲ្យខ្លួនឯងសិនទៅបន្ទាប់មកចំណុចទី3គឺធ្វើចលនារាងកាយបន្តិចទៅមិនបាច់ដល់ថ្នាក់លើកដុំដៃធ្ងន់ទេគ្រាន់តែធ្វើពុតដៃជើងយូហ្គាស្រាលឬដើរដកដង្ហើមយកខ្យល់បរិសុទ្ធ5ទៅ10នាទីគឺគ្រប់គ្រាន់ក្នុងការជំរុញឈាមឲ្យរត់ស្រួលពេញខ្លួនហើយចំណុចទី4គឺសំខាន់ខ្លាំងសម្រាប់អ្នករៀននិងអ្នកធ្វើការគឺរៀបចំ to-do list សរសេរការងារធំ3ដែលត្រូវធ្វើថ្ងៃនេះឲ្យខានតែបានវាជួយឲ្យយើងដឹងថាថ្ងៃនេះយើងត្រូវដើរទៅណាមិនមែនរស់នៅតាមមិថាកម្មឡើយហើយចុងក្រោយបង្អស់ចំណុចទី5កុំរំលងអាហារពេលព្រឹកឡានរត់ទៅរួចលុះត្រាតែមានសាំងខ្លួនប្រាណយើងក៏ដូចគ្នាជ្រើសរើសអាហារដែលមានប្រូតេអ៊ីននិងជាតិសរសៃល្អដើម្បីចិញ្ចឹមខួរក្បាលយើងពេញមួយថ្ងៃបាទទាំង5នេះជាល្បិចញីដែលខ្ញុំអនុវត្តរាល់ថ្ងៃសាកធ្វើមើលធានាថានឹងឃើញការប្រែប្រួលក្នុងជីវិតចុះអ្នកទាំងអស់គ្នាវិញពេលព្រឹកចូលចិត្តធ្វើអីជាងគេ comment ប្រាប់ខ្ញុំនៅខាងក្រោមផងណាកុំភ្លេច share វីដេអូនេះទៅកាន់មិត្តភ័ក្តិផងជួបគ្នានៅវីដេអូក្រោយបាយបាយ